បាទសួស្តីបងប្អូនអរគ្នាបាទខ្ញុំបាទអមអេនស្វាគមន៍កាន់វីដេអូរបស់ខ្ញុំសារជាថ្មីម្ដងទៀតនៅក្នុងវីដេអូនេះគឺពិសេសទៀតហើយបាទគឺខ្ញុំមានជា project ថ្មីមួយទៀតបាទចង់ធ្វើការបង្ហាញទៅកាន់បងប្អូនអរគ្នាជាមួយនឹង Binance Holder Airdrop បាទ project Open Eden ឬក៏ project Eden បាទចុះសម្រាប់ project នេះគឺបានធ្វើការលីសចូលទៅក្នុង Binance រួចហើយបាទអញ្ចឹងបងប្អូនអរគ្នាបានមុនពេលសម្រាប់ចិត្តក្នុងការវិនិយោគសូមធ្វើការមើលនៅវីដេអូនេះឲ្យចប់សិនហើយនៅខាងចុងវីដេអូគឺខ្ញុំនឹងធ្វើការបង្ហាញដល់បងប្អូនអរគ្នាអំពីរបៀបក្នុងការចូលទៅយកកាក់ថ្មីនៅពេលដែលធ្វើការលីសចូលទៅក្នុង Binance បងប្អូនអរគ្នានឹងទទួលបាននៅកាក់ថ្មីដល់ free ផងដែរហើយមួយវិញទៀតបើសិនតែអ្នកនរគ្នាបានធ្វើតាមការបង្ហាញមកខ្ញុំកន្លងមកបាទសម្រាប់កាក់ Eden នេះឬក៏កាក់ថ្មីផ្សេងទេបើសិនតែបងប្អូនអរគ្នាបានធ្វើការ log BNB តាមការបង្ហាញមកខ្ញុំកន្លងមកបងប្អូនអរគ្នានឹងទទួលបានកាក់ Eden ឬក៏កាក់ថ្មីដែលបានលីសរួចហើយដោយ free បានផងដែរបាទចឹងសម្រាប់ការទទួលបានកាក់តិចឬច្រើននឹងអាស្រ័យទៅលើការ log BNB របស់យើងថាតើការ log BNB របស់យើងនឹងច្រើនឬក៏តិចអូខេអញ្ចឹងសម្រាប់អ្នកនរគ្នាដែលអត់ទាន់មាននៅគណនី Binance បាទចាប់ដើមធ្វើការចុះឈ្មោះទាំងអស់គ្នាបាទចាប់ពីពេលនេះទៅបងប្អូនអរគ្នាដែលធ្វើការចុះឈ្មោះតាមរយៈ referral link របស់ខ្ញុំដែលខ្ញុំបានធ្វើការដាក់បងប្អូនអរគ្នានៅខាងក្រោម description video បាទអញ្ចឹងរាល់ពេលដែលបងប្អូនអរគ្នាចុះឈ្មោះបង្កើតតាមរយៈ referral link របស់ខ្ញុំនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនបាទដូចជាការទទួលបានលុយ rebate បាទត្រឡប់មកវិញចំនួន 20% អញ្ចឹងគឺច្រើនណាស់បងប្អូនបាទគឺ 20% នេះគឺយើងទទួលបានភ្លាមនៅពេលដែលយើងចូលទៅធ្វើការប្រើប្រាស់ឬក៏ trade នៅលើ Binance បាទ Spot ឬក៏ Future អញ្ចឹងយើងនឹងទទួលបានលុយ rebate 20% នឹងត្រឡប់មកវិញអញ្ចឹងឧទាហរណ៍ថាបងប្អូនអរគ្នា trade សេវាអស់$100អញ្ចឹងយើងទទួលបាន$20បាទអញ្ចឹងបើសិនតែអ្នកនរគ្នាចុះឈ្មោះធម្មតាបាទអត់បានចុះឈ្មោះតាមរយៈ referral code ដែលជា KL របស់ Binance ទេបងប្អូនអរគ្នាអត់អាចទទួលបានលុយ rebate sale $20ត្រឡប់មកវិញនោះទេអញ្ចឹងយើងនឹងខាតលុយបាទអូខេអញ្ចឹងពេលនេះគឺខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអរគ្នាជាមួយនឹង project Eden ឬក៏ Open Eden ទាំងអស់គ្នាបាទតើ Open Eden គឺជាអ្វី Open Eden គឺជាគម្រោង RWA ដែលមានភាពជឿជាក់ខ្ពស់និងសហការជាមួយស្ថាប័នធំៗ Token Eden ផ្ដល់ទាំងតម្លៃសេដ្ឋកិច្ចនិងសិទ្ធិក្នុងការគ្រប់គ្រង Ecosystem វាជាឱកាសល្អសម្រាប់អ្នកវិនិយោគដែលចង់ចូលរួមក្នុង RWA បាទដែលមានបទបញ្ជានិងទំនុកចិត្ត Open Eden ត្រូវបានធ្វើការបង្កើតឡើងនៅឆ្នាំ2022ដែលជាក្រុមហ៊ុន Shopify សម្រាប់ RWA Tokenization ផ្ដោតលើការបំលែងទ្រព្យសម្បត្តិពេទ្យ RWA បាទទៅជាទ្រព្យសកម្ម Blockchain មានប្រាក់ចំណេញផលិតផលសំខាន់គឺ TBILL បាទ USDO ហើយនិង EUSDO Eden ជា Utility បាទ Token និងជា Governance Token របស់ Ecosystem Open Eden អាចទិញនៅលើ Binance និង CEX ផ្សេងទៀតតួនាទីសំខាន់3មានដូចជា Value Assurance ប្រើប្រាស់ចំណូលពី RWA ដើម្បីទិញត្រឡប់ Eden និងបង្កើនតម្លៃរយៈពេលវែង Incentive ហើយនិង Fee Benefit បានម្ចាស់ Eden ទទួលបានថ្លៃសេវាទាបនិងចូលរួមមុនគេនៅក្នុងផលិតផលថ្មី Governance អាចបោះឆ្នោតលើគោលនយោបាយនិងការពង្រីក Ecosystem Eden គឺជា Token មានតម្លៃកើនឡើងនិងមានសិទ្ធិបោះឆ្នោតអ្នកកាន់ Eden អាច Stake ដើម្បីទទួលបាន Eden និងចូលរួមក្នុងការគ្រប់គ្រងប្រព័ន្ធទាក់ទងនឹងការសហការគឺមាន Bank of New York BNY ជា Custodian និង Investment Manager សម្រាប់ TBILL Fund Binance និង CFOX សហការដើម្បីឲ្យ EUSDO ខ្លាចជាទ្រព្យ Collateral សម្រាប់ជួញដូរលើ Binance TBILL Fund ទទួលបានពិន្ទុ A ពី Moody និង AA+ ពី S&P Global TVL $205 លានបាទ USDO Stablecoin ត្រូវបានគ្រប់គ្រងដោយស្ថាប័នដែលមានអាជ្ញាប័ណ្ណនៅលើ Bermuda TVL $212 លានដោយឡែកសម្រាប់ការទំនាក់ទំនងជាមួយ DeFi បាទ EUSDO ត្រូវបានរួមបញ្ចូលនៅក្នុងប្រព័ន្ធ DeFi ដូចជា Pendle Mopolab Euler Balancer Spectra និងផ្សេងទៀត Binance ក៏បានធ្វើការប្រកាសគម្រោងទី47នៅលើ Binance Holder Airdrop គឺ Project Open Eden បាទឬក៏ហៅថា Eden ដែលជាវេទិកាទ្រព្យសកម្មពិភពពេទ្យ RWA ដែលភ្ជាប់ហិរញ្ញវត្ថុប្រពៃណីនិងហិរញ្ញវត្ថុវិមជ្ឈការសម្រាប់ user Binance ទាំងអស់បាទដែលបានធ្វើការ log BNB នៅលើ Simple Earn Flexible បានឬក៏នៅលើ on-chain របស់ Binance ចាប់ពីថ្ងៃទី23ខែ9ឆ្នាំ2025រហូតដល់ថ្ងៃទី25ខែ9ឆ្នាំ2025នឹងទទួលបាន Airdrop Eden ដោយ free ផងដែរហើយសម្រាប់ token ថ្មីនេះផងដែរគឺ user ទាំងអស់ក៏អាចធ្វើការ trade រយៈពេលមុន1ម៉ោងផងដែរ Binance បានធ្វើការ list Eden នេះនៅថ្ងៃទី30ខែ9ឆ្នាំ2025ហើយនឹងធ្វើការបើកឲ្យ trade បានមានជាគូដូចជាបាទ USDT USDC BNB FDUSD ហើយនិង TRY ហើយ user ទាំងអស់ក៏អាចធ្វើការ deposit Eden បាននៅថ្ងៃទី29ខែ9ឆ្នាំ2025នៅម៉ោង 11:00 UTC Eden Holder Airdrop គឺមាន token name គឺ Open Eden ឬក៏ Eden ហើយ total token supply គឺមាន 1000 លាន Eden Max token supply គឺ 1000 លាន Eden
holder airdrop token reward គឺ15លាន Eden គិតជាភាគរយគឺ 1.50% នៃ total token supply គេបានធ្វើការ add បន្ថែមចំនួន10លាន Eden និង allocation នៅលើ market camping បន្ទាប់ពី list នៅលើ spot ហើយ15លាន Eden និង allocation នៅលើ future marketing camping បន្ទាប់ពី6ខែក្រោយហើយសម្រាប់ detail គេនឹងធ្វើការបង្ហាញនៅលើ separate announcement សម្រាប់ supply list ចូលទៅក្នុង Binance គឺមាន183លាន Eden ជាងប្រកាសជាភាគរយគឺ 18.39% នៃ total token supply Eden ប្រើប្រាស់ smart contract ចំនួន2បាទគឺ BNB Smart Chain ហើយនិង Ethereum បាទអញ្ចឹងនេះជាការបង្ហាញរបស់ខ្ញុំជាមួយនឹង project Eden អញ្ចឹងបងប្អូនអរគ្នាបាទសម្រាប់ចិត្តក្នុងការវិនិយោគយ៉ាងណាគឺសូមធ្វើការទំនួលខុសត្រូវដោយខ្លួនឯងបាទអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញទៅកាន់បងប្អូនអរគ្នាពីរបៀបក្នុងការចូលទៅ log BNB ដើម្បីទទួលបាននៅការថ្មីៗបន្តទៀតនៅពេលដែល link ចូលទៅក្នុង Binance បាទអមទៀតយើងចូលមកកាន់កន្លែងបេតុង home កន្លែងនេះមកបងប្អូនអរគ្នាចូលកន្លែងពាក្យថាមកហើយបងប្អូនអរគ្នារកពាក្យថា simple earn បាទអញ្ចឹងយើងចូលមកកាន់កន្លែងពាក្យថា simple earn មកខាងក្រោមនេះគឺវាមាន flexible មាន lock មាន hot អញ្ចឹងយើងចូលកន្លែង lock កន្លែងនេះមកបាទអញ្ចឹងយើងអាច search ពាក្យថា BNB មកបាទអូខេ BNB ឃើញទេបាទចឹងបងប្អូនអរគ្នាក្រេកមើលកន្លែងនេះបាទទាក់ទងទៅនឹងការ lock គឺយើងមានច្រើនបាទមានទាំងពី flexible បាទ15ថ្ងៃ30ថ្ងៃបាទ60ថ្ងៃ90ថ្ងៃរហូតដល់120ថ្ងៃអញ្ចឹងកាលណាយើងទិញថ្ងៃកាន់តែច្រើនយើងទទួលបានភាគរយកាន់តែច្រើនដូចគ្នាអូខេអញ្ចឹងអានេះគឺបងប្អូនអរគ្នាឆ្លាញ់មួយណាបាទយើងដាក់មួយហ្នឹងមកបើសិនជាយើងចង់ដាក់ flexible កន្លែងនេះគឺយើងត្រូវមាន BNB ចាប់ពី 0.003 ឡើងទៅណាបើនិយាយទៅគឺតាមចំនួនថ្ងៃបើសិនតែអរគ្នាយកមក20ថ្ងៃគឺចាប់ពី 0.05 ឡើងទៅអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំយក flexible បាទខ្ញុំចុចពាក្យថា make កន្លែងនេះអូខេអញ្ចឹងយើងគ្រាន់តែដាក់កន្លែងហ្នឹងមកបងប្អូនអរគ្នាចុច I have read ហ្នឹងមកហើយយើងចុចពាក្យថា confirm កន្លែងហ្នឹងមកអញ្ចឹងកន្លែងនេះបានន័យថាយើងlock របស់យើងរួចរាល់ហើយអញ្ចឹងរាល់ពេលដែល project ថ្មីបាទលីនៅពេលថ្ងៃក្រោយបងប្អូនអរគ្នានឹងទទួលបានកាក់ project ថ្មីហ្នឹងដោយ free តែម្ដងអញ្ចឹងបាទបងប្អូនអរគ្នានេះគឺជាការបង្ហាញរបស់ខ្ញុំជាមួយនឹង project Eden ឬក៏ project Open Eden អញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នានឹងបានយល់អំពី project មួយនេះផងដែរអញ្ចឹងការបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងអធិស្ឋានរាល់ការបញ្យល់ទៅមានការលឺលាស់ខ្វះខាតត្រង់ចំណុចណានឹងសូមអធិស្ឋានផងដែរហើយកុំភ្លេច share នៅវីដេអូនេះក៏ដូចជាជួយ like follow និង subscribe នៅ channel YouTube របស់ខ្ញុំនឹងបងប្អូនហើយអរគុណបាទជួបគ្នានៅវីដេអូក្រោយបន្តទៀតបងប្អូនបាទបាយបាយ